អាញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបណែនាំអប់រំទៅដល់អាជីវករដែលជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្តមន្ត្រីអាញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបអាញាធរដែនដីរួមទាំងប៉ូលីសការពារបេតិកភណ្ឌបានជួបសំណេះសំណាលជាមួយក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបបុរាណឲ្យភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរការជួបសំណេះសំណាលខាងលើនេះក្នុងគោលបំណងចង់ឲ្យអាជីវករទាំងអង្គដែលប្រកបមុខរបរបម្រើសេវាតុបតែងឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរដល់ភ្ញៀវទេសចរចូលទស្សនាអង្គរបានយល់ដឹងយ៉ាងត្រឹមត្រូវនៅរចនាប័ទ្មនិងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរនិងយល់ដឹងថាអ្វីដែលមិនមែនជាប្រពៃណីខ្មែរហើយបម្រើឲ្យវប្បធម៌បរទេសមន្ត្រីការិយាល័យសូនរូងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបដែលជំនាញលើសិល្បៈបុរាណខ្មែរនិងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំលោកច័ន្ទសុភ័ណ្ឌបានឲ្យដឹងថាបច្ចុប្បន្ននេះគឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្តបានជួលឈុតបុរាណដែលបានស្លៀកពាក់ខុសពីទម្រង់ដើមមាន 70% ពិសេសការប្រើប្រាស់កំណាន់និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃសកម្មភាពនេះគឺប្រឆាំងពីអត្តសញ្ញាណជាតិនិងវប្បធម៌របស់ខ្មែរទាំងស្រុងដូចជាការបម្រើឲ្យវប្បធម៌បរទេសលោកបានបញ្យល់ថាការស្លៀកពាក់តាមបែបបុរាណខ្មែរគឺត្រូវតែប្រើកំណាន់និងគ្រឿងអលង្ការដែលជារបស់ខ្មែរហើយក៏មិនត្រូវកែច្នៃឈុតណាមួយឲ្យខុសពីក្បួនខ្នាតខ្មែរផងដែរការប្រើប្រាស់គ្រឿងអលង្ការនិងកំណាត់ទៀតសោតក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណការស្លៀកពាក់និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោតមានទម្រង់ច្បាស់លាស់ទៅតាមឋានៈយុសាំងរាប់ចាប់ពីព្រះមហាក្សត្រដល់រាជសាមញ្ញឧទាហរណ៍ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រម្ចាស់ក្សត្រីកំណាត់លបាំងនិងលបាំងជាប់ជើងសម្រាប់ឋានៈសេដ្ឋីគេហធិបតីនិងកំណាត់ដែលត្បាញពីកបាំងសម្រាប់មនុស្សសាមញ្ញទូទៅជាដើមលោកច័ន្ទសុភ័ណ្ឌលើកទឹកចិត្តឲ្យអាជីវករទាំងអង្គត្រូវតែកែប្រែបន្តិចម្ដងមកប្រើហូលសូនឬលបាំងពេញលបាំងរងជើងនិងអលង្ការខ្មែរដែលជាការលើកតម្លៃអ្នកតម្បាញនិងជាងទងខ្មែរហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់លោកទេសសុធីនអនុប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានថ្លែងឲ្យដឹងថាការជួលសម្លៀកបំពាក់ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរមិនត្រឹមត្រូវតាមទម្រង់ដើមមានការរិះគន់ជាបន្តបន្ទាប់និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរអាជ្ញាធរជាតិអប្សរានិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបសំណូមពរឲ្យក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ឬឈុតបុរាណកាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេសដូចជាកំណាត់ដែលមានតម្លៃថោកដែលនាំចូលពីប្រទេសថៃទាំងស្រុងអាជ្ញាធរជាតិអប្សរាបានដាក់កំហិតថាចាប់ពីថ្ងៃទី13ខែកក្កដាឆ្នាំ2026តទៅចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរគ្មានក្បួនខ្នាតត្រឹមត្រូវឬប្រាចាកពីទម្រង់ដើមគឺមិនអនុញ្ញាតឲ្យចូលទស្សនាអង្គរទៀតឡើយចំណែកសម្លៀកបំពាក់ដែលប្រើប្រាស់កំណាត់មកពីថៃគឺត្រូវបញ្ចប់ជាស្ថាពរនៅត្រឹមខែមករាឆ្នាំ2027ខាងមុខ